ឃើញស្លៀកពាក់មិនស្អាតកុំចង់វាយតម្លៃផ្ដេសផ្ដាស់តាមពិតលពូដែលស្លៀកពាក់មិនស្អាតចូលទៅទិញឡានថ្មីខ្លាញ់គោនៅខេត្តកំពង់ស្ពឺនោះគឺជាថៅកែម៉ាស៊ីនច្រូតស្រូវបងប្អូនវីដេអូរបស់គាត់ផ្ទុះខ្លាំងមែនតែនពីព្រោះថាកម្រមានរូបភាពបែបអញ្ចឹងណាបងប្អូនណាហ្នឹងហើយគឺមានការបង្ហោះអំពីរូបភាពរបស់លោកពូម្នាក់ដែលគាត់ចូលទៅទិញរថយន្តស៊េរីថ្មីហើយខ្លាញ់គោទៀតនេះគឺថាថ្មីសាឡាងបងប្អូនមិនមែនតាមឃ្លាំងតាមអីលក់រថយន្តធម្មតាទេនេះគាត់ចូលទៅកាន់ក្រុមហ៊ុនលក់រថយន្តចាថ្មីខ្លាញ់គោហ្មងហើយគាត់កាន់លុយសុទ្ធចូលទៅទិញឲ្យលុយសុទ្ធទៀតតែកាន់ចាបុគ្គលិកលក់ឡាននៅទីនោះហើយការស្លៀកពាក់របស់គាត់បងប្អូនគឺគាត់ស្លៀកខោកបយជើងវែងដែលជើងវែងហ្នឹងវែងផុតរហូតដល់គាត់ត្រូវកែងជន់អាជើងខោដែលហៀហ្នឹងចាជាមួយនឹងស្បែកជើងផ្ទាត់ពណ៌ត្នោតអាវខ្មៅដៃវែងហើយប្រឡាក់ទៀតវាលក្ខណៈរៀងប្រឡាក់ប្រេងម៉ាស៊ីនអញ្ចឹងណាបងប្អូនហើយដៃគាត់ហ្នឹងរៀងប្រឡាក់ប្រេងម៉ាស៊ីនតិចទៀតចាហើយពាក់មួកចាស់មួយចូលទៅក្នុងកន្លែងក្រុមហ៊ុនលក់ឡានបងប្អូនអើយចាផ្ទុះការចាប់អារម្មណ៍ផ្ទុះការខមមិនច្រើនខ្លាំងមែនតែម្ដងអ្នកខ្លះក៏គាត់លើកឡើងថាឃើញគេខិខិអញ្ចឹងកុំចង់មើងងាយគេកាន់លុយទាំងដុំទៅទិញឡានហើយអ្នកខ្លះទៅក៏លើកឡើងថាអ្នកខ្លះឃើញតែគេខិខអញ្ចឹងមើងងាយគេវាយតម្លៃគេអញ្ចឹងចុះអី1 2 3 4 5អីអញ្ចឹងទៅតែពេលដែលវីដេអូនឹងផ្ទុះគឺយើងអត់ដឹងថាតើគាត់ជាអ្នកណាឬក៏យ៉ាងម៉េចអីនោះទេទៅតែនៅក្នុងថ្ងៃម្សិលមិញនេះថ្ងៃទី20ខែធ្នូ2025មានការបញ្ជាក់ឲ្យដឹងថាលោកពូដែលគាត់ស្លៀកពាក់របៀបប្រឡាក់ប្រេងម៉ាស៊ីនអីចូលទៅក្នុងកន្លែងរថយន្តលក់ឡានថ្មីខ្លាញ់គោហ្នឹងណាគឺគាត់ជាថៅកែម៉ាស៊ីនច្រូតស្រូវនៅខេត្តកំពង់ស្ពឺហើយគាត់មានម៉ាស៊ីនច្រូតស្រូវច្រើនខ្លាំងណាស់បងប្អូនហើយអ្នកភូមិជំនាញខាងគាត់ហ្នឹងគឺតែងតែហៅគាត់ថាពូម៉ៅហើយគាត់គឺជាមនុស្សរស់រាយរាក់ទាក់ចូលចិត្តលេងសើចច្រើនទៀតហើយការស្លៀកពាក់របស់គាត់ជាប្រចាំថ្ងៃហ្នឹងគឺបែបហ្នឹងតែហ្មងចាពីព្រោះគាត់គឺជាអ្នកកាន់ម៉ាស៊ីនច្រូតស្រូវទី1ទី2គឺគាត់ចេះជាងទៀតចាគាត់ចេះជាងខូចខាតអីចឹងគាត់ចេះជួសជុលធ្វើខ្លួនឯងអីទៀតបងប្អូនអញ្ចឹងសម្លៀកបំពាក់របស់គាត់ធម្មតាជាជាងមិនជាស្អាតទេបងប្អូនគឺប្រឡាក់អញ្ចឹងហើយប្រេងម៉ាស៊ីនអីបងប្អូនហ្នឹងហើយចាអញ្ចឹងគឺគាត់ទៅទិញឡានក៏នៅក្នុងសម្លៀកបំពាក់បែបថាប្រចាំថ្ងៃរបស់គាត់ដែរមិនមែនថាទៅទិញឡានថ្មីងូចទឹកស្អីស្លៀកពាក់អីខ្វាសេកវ៉ាត់កអីអត់ទេចាគាត់សាមញ្ញហើយគាត់ប្រចាំថ្ងៃបែបណាគឺគាត់ចូលទៅបែបនោះចាហើយនិយាយពីថាបុគ្គលិកក្រុមហ៊ុន Ford នៅខាងខេត្តកំពង់ស្ពឺនោះនិយាយពីរស់រាយរាក់ទាក់ទៀតចាមិនមែនឃើញគាត់ចូលមកខោអាវប្រឡាក់អីរូបរាងអីអញ្ចឹងហើយមិនយកចិត្តទុកដាក់ឬក៏មិនទទួលគាត់អីអត់ទេណាចាអត់ទេគឺថាទទួលរាក់ទាក់ណែនាំរថយន្ត1 2 3 4 5ហោហែរហូតដល់គាត់ចាយកលុយសុទ្ធចាបងថ្លៃទិញរថយន្តចាថ្មីខ្លាញ់គោមួយគ្រឿងផងដែរបងប្អូននេះគឺខ្លះតាក់ទងទៅនឹងចាប្រវត្តិនៅក្នុងការធ្វើការងាររកស៊ីរបស់គាត់ហើយក្នុងការស្លៀកពាក់របស់គាត់បែបនេះគឺប្រចាំថ្ងៃរបស់គាត់ដោយសារតែគាត់ជាអ្នកកាន់ខាងម៉ាស៊ីនច្រូតហើយនឹងជាខាងជាងជួសជុលផងដែរនៅលើអាវគាត់ហ្នឹងក៏បានដាក់ដែរបងប្អូនក៏ដាក់ថាជាងរត់កំពង់ស្ពឺមានថាគាត់គឺជាជាងអញ្ចឹងណាបងប្អូនណាហ្នឹងហើយចាអរគុណនាងខ្ញុំក៏សូមពំនាំនៅតារាដាមតងសាច់រឿងរបស់លោកពូដែលល្បីនៅក្នុងបណ្ដាញសង្គមតាក់ទងទៅនឹងការស្លៀកពាក់ប្រឡាក់ចូលទៅទិញរថយន្តខ្លាញ់គោនៅក្នុងក្រុមហ៊ុន Ford យកមកជជូនបងប្អូនយើងត្រឹមប៉ុណ្នេះរាល់ការខុសឆ្គងដែលកើតមានក៏សូមអភ័យទោសជួបគ្នាជាមួយនឹងលោកអ្នកនៅព័ត៌មានក្រោយៗជាបន្តសូមអរគុណ